សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងយើងមកតជាមួយនឹងរឿងសីតាមាភាគទី2.2ទាំងអស់គ្នាមុននឹងចូលទៅកាន់សាច់រឿងអ្នកទាំងអស់គ្នាកុំភ្លេចចុចជាមួយ Subscribe និងបែកសញ្ញាកណ្ដឹងហើយ Comment បេះដូងដើម្បីទទួលបានវីដេអូថ្មីៗពីខាង Channel យើងបាទនៅភាគមុនយើងចប់កន្លែងដែលអាបិសាច King the Ripper និងអាបិសាចកន្លាតបង្រងនឹងដើរមកសម្លាប់ក្មេងប្រុសម្នាក់នោះហើយពេលនោះការ៉ូក៏បានចេញមុខមកការពារជាមួយនឹងក្មេងប្រុសម្នាក់នោះដោយការ៉ូបាននិយាយទៅកាន់ពួកវាថាពួកឯងពិតជាកំសាកហើយថោកទាបខ្លាំងណាស់ដែលឯងគឺជាមនុស្សដែលខ្លាំងក្លាហេតុអ្វីបានជាឯងមកធ្វើបាបជាមួយនឹងកូនក្មេងបែបនេះនៅពេលដែលលើការ៉ូនិយាយបែបនេះអាបិសាច King Ripper វាពិតជាខឹងជាមួយនឹងការ៉ូជាខ្លាំងវាត្រូវតែសម្លាប់ជាមួយនឹងក្មេងនោះឲ្យបានវាក៏បានធ្វើការកឹកក្រឹតដាវរបស់វាឲ្យចេញព្រាយការភ្លើងដើម្បីកម្លាចជាមួយនឹងការ៉ូប៉ុន្តែអាបិសាចកន្លាតគិតថាការ៉ូវាគឺជាមនុស្សដែលអស្ចារ្យវាមិនងាយខ្លាចនោះទេការ៉ូបានឃើញបែបនេះការ៉ូវាពិតជាមានអារម្មណ៍ថាវាចង់វាយជាមួយនឹងអាបិសាចទាំងពីរនេះជាខ្លាំងប៉ុន្តែអាបិសាច King Ripper នៅពេលដែលមើលទៅការ៉ូយូរទៅគេក៏បានឃើញជាមួយនឹងចំហាយពណ៌ក្រហមចេញពីខ្លួនរបស់ការ៉ូយ៉ាងខ្លាំងក្លាធ្វើឲ្យគេរៀងភ័យជាមួយនឹងការ៉ូខ្លះៗដែរពេលនោះការ៉ូក៏បានស្រែកដេញអាក្មេងនេះឲ្យត្រឡប់ទៅវិញទៅពីព្រោះថាមានអ្នកណាជួយឯងបានក្រៅពីឯងជួយខ្លួនឯងនោះទេការ៉ូក៏បាននិយាយណែនាំព្រានប្រដៅទៅលើអាក្មេងម្នាក់នេះឲ្យវាមានភាពក្លាហានឡើងឯងកុំភ័យកុំគិតតែពីខ្លាចនឹងយំតត់ស្លុតបែបនេះទៀតពីព្រោះពួកវាទាំងអស់នេះពុំអានជួយអ្វីឯងនោះទេការ៉ូក៏បានស្រែកមួយទំហឹងធ្វើឲ្យក្មេងម្នាក់នោះវាឈរខ្លួនត្រង់ហើយក៏រត់បាត់ទៅពេលនោះអាបិសាច King Ripper ក៏បានបើកការវាយប្រហារទៅកាន់ការ៉ូប៉ុន្តែការ៉ូបានទប់ជាប់ហើយក៏បានរវាវាមួយជើងចំកណ្ដាលពោះធ្វើឲ្យវាប៉ាំងថយក្រោយពេលនោះក៏បានធ្វើឲ្យវាខឹងជាខ្លាំងអាបិសាច King Ripper វាក៏នឹងស្ទុះចូលមកវាយជាមួយនឹងការ៉ូបន្តទៀតប៉ុន្តែនៅពេលដែលនោះអាបិសាចកន្លាតវាក៏គិតថាការ៉ូគឺជាគ្នារបស់វាដូច្នេះពួកយើងគ្រាន់តែវាយការ៉ូឲ្យសន្លប់ឬក៏វាយការ៉ូឲ្យមានរបួសបានហើយកុំសម្លាប់វាអីប៉ុន្តែការ៉ូត្រៀមទប់ទល់ជាមួយនឹងពួកវារួចបាត់ទៅហើយដោយគាត់បាននិយាយថាពួកឯងមិនបាច់និយាយអួតអេងអាងនោះទេបើពួកឯងមានសមត្ថភាពមែនពួកឯងចុះមកចោះយើងកាត់មកមើលសមាគមបិសាចវិញពេលនេះបិសាច Shotaro និងបិសាច Phoenix កំពុងតែនិយាយគ្នាពេលនោះបិសាច Phoenix បានសួរទៅកាន់បិសាច Shotaro ថាហេតុអ្វីបានជាគ្រាន់តែបញ្ជូនអ្នកឃ្លាំមើលការ៉ូតែប៉ុណ្ណោះហេតុអ្វីបានជាត្រូវបញ្ជូនជាមួយនឹងអាបិសាច King Ripper ពីព្រោះអាបិសាចនេះវាពិតជាខូខើនិងមិនចេះស្ដាប់អ្នកណាទាំងអស់ហើយអាបិសាច King Ripper នេះវាអាចនឹងសម្លាប់ការ៉ូពេលណាក៏បាននៅពេលដែលលើបិសាច Phoenix និយាយបែបនេះបិសាច Shotaro ក៏បានប្រាប់ទៅវាវិញថាមិនអីនោះទេបើសិនជាអាបិសាច King Ripper នោះវាសម្លាប់ជាមួយនឹងការ៉ូបានយើងមានតែចាំរកអ្នកថ្មីមកជំនួសការ៉ូដើម្បីឲ្យអ្នកថ្មីនោះធ្វើជាស្ដេចបិសាចជំនួសការ៉ូតែប៉ុណ្ណោះហើយបិសាច Shotaro ក៏បាននិយាយប្រាប់ទៅកាន់ Phoenix ថែមទៀតថាវាបានឲ្យបិសាច King Ripper និងអាបិសាចកន្លាតធ្វើការវាយប្រហារទៅកាន់ការ៉ូគ្រាន់តែវាយឲ្យគេសន្លប់ឬក៏រៀងតែប៉ុណ្ណោះហើយដើម្បីឲ្យគេប្រែកលាមកខ្លះជាបិសាចបន្តិចម្ដងបិសាច Shotaro ក៏បានប្រាប់ទៅកាន់ Phoenix មួយទៀតថាមេបិសាច Yuriichi គឺជាបិសាច Shotaro នឹងហើយដែលជាអ្នកបង្កើតមេបិសាចនេះឡើងដោយបិសាច Yuriichi កាលពីមុនគឺជាមនុស្សដូចជាការ៉ូដែរទេគឺគាត់មានមហិច្ឆតានិងការស្អប់ជាមួយនឹងមនុស្សជុំវិញខ្លួនដោយឃើញបែបនេះបិសាច Shotaro ក៏បានយកមេបិសាច Yuriichi មកវឹកហាត់និងដោះខាត់ពីមនុស្សដែលមានមនោសញ្ចេតនាឲ្យខ្លាចទៅជាស្ដេចបិសាចដែលខូខើគ្មានមនោសញ្ចេតនាជាមួយនឹងមនុស្សនិងជាមួយនឹងបិសាចអ្វីទាំងអស់គឺគាត់ចង់មានបំណងតែមួយគត់នោះគឺគ្រប់គ្រងផែនដីនៅពេលដែលឮថាបិសាច Shotaro ជាអ្នកបង្កើតជាមួយនឹងមេបិសាច Yuriichi បែបនេះធ្វើឲ្យអាបិសាច Phoenix មានការសង្ហាក់ចិត្តជាខ្លាំងដោយសារតែមេបិសាចដែលមានមហិទ្ធិឫទ្ធិខ្លាំងក្លានិងកម្លាំងដ៏ឃោរឃៅបែរជាត្រូវបានបិសាច Shotaro ជាអ្នកបង្កើតឡើងដោយគាត់តែប៉ុណ្ណោះនេះហើយគឺជាមូលហេតុដែលបិសាច Shotaro បានបញ្ជូនអាបិសាច King Ripper និងអាបិសាចកន្លាតដើម្បីធ្វើការឃ្លាំមើលជាមួយនឹងការ៉ូ
យើងត្រឡប់មកមើលជាមួយនឹង Zombie Man វិញពេលនេះគាត់កំពុងតែឃ្លាំមើលជាមួយនឹងបិសាចមួយដែលវាកំពុងតែធ្វើដំណើរនៅជុំវិញពីមុខហាងចុះឡើងគាត់គិតថាទីនោះគឺជាកន្លែង Holovision ដែលជាកន្លែងរបស់ Dr. Genos ដែលគាត់បានបង្កើតឡើងនៅពេលដែលគាត់គិតបែបនេះហើយ Zombie Man គាត់នឹងចុះទៅកន្លែងនោះដើម្បីធ្វើការចាត់ការជាមួយនឹង Dr. Genos ព្រមទាំងកូនចៅរបស់គាត់ដែលនៅទីនោះជាច្រើនទៀតនៅពេលគិតរួចហើយគាត់ក៏បានធ្វើដំណើរទៅកន្លែងនោះហើយគាត់ក៏បានជួបជាមួយនឹងបិសាច Gorilla ដ៏ធំមួយដែលបិសាចនោះកំពុងតែលក់មឹកអាំងនៅពេលនោះ Zombie Man ក៏បានសួរទៅកាន់វាថាតើឯងជាកូនចៅរបស់ Dr. Genos មែនដែរឬទេប៉ុន្តែស្វា Gorilla នោះដូចជាពុំបានចាប់អារម្មណ៍នឹងគាត់នោះទេដោយស្វា Gorilla នោះបានគិតថា Zombie Man គឺជាភ្ញៀវដែលមករកទិញមឹកអាំងរបស់វាលើបែបនេះហើយ Zombie Man ពិតជាខឹងជាមួយវាជាខ្លាំងដោយគាត់គិតថាGorilla នេះវាពិតជាមើលងាយសមត្ថភាពរបស់គាត់ប៉ុន្តែវាបែបជាធ្វើបែបនេះដាក់គាត់នៅពេលឮបែបនេះភ្លាម Gorilla នោះក៏បានប្រាប់ទៅគាត់វិញថាកន្លែង Holovision នេះត្រូវបាន Hero 2 នាក់បានមកកំទេចបាត់ទៅហើយនៅពេលដែលឮថាកន្លែងដែលគាត់ស្វែងរកអស់រយៈពេលជាច្រើនឆ្នាំត្រូវបានអ្នកដទៃបំផ្លាញបែបនេះធ្វើឲ្យគាត់ពិតជាខឹងជាខ្លាំងនិងអស់សង្ឃឹមហើយគាត់ក៏បានសួរទៅកាន់Gorilla នោះថាតើនរណាជាអ្នកកំទេចជាមួយនឹង Holovision របស់ Dr. Genos នេះ Gorilla King Kong នេះក៏បានប្រាប់ទៅកាន់ Zombie Man តាមដំណើររឿងដែលវាបានឃើញហេតុការណ៍ទាំងអស់នៅពេលនោះដែរធ្វើឲ្យ Zombie Man មានការបាក់ទឹកចិត្តជាខ្លាំងយើងត្រឡប់មកមើលជាមួយនឹង Ninja ទាំងពីរនាក់នេះដែលកាលពី Season ទី 2 ពួកគេបានយកជាមួយនឹងកោសិកាបិសាចយកមកឲ្យ Sonic ដើម្បីឲ្យ Sonic ធ្វើការស៊ីវានិងប្រើកាយខ្លាចទៅជាបិសាចដូចជាពួកវាដែរពេលនោះ Sonic ក៏យកប្រោបយកកោសិកាបិសាចនោះយកមកស៊ីប៉ុន្តែគាត់ពុំបានស៊ីទាំងឆៅនោះទេគឺគាត់យកទៅឲ្យចំអិនដើម្បីឲ្យវាមើលទៅវាទំនងជាងពេលដែលឆៅនៅពេលនោះគាត់ពិតជាការសមត្ថភាពជាខ្លាំងប៉ុន្តែវាពុំដូច្នោះនោះទេនៅពេលដែលគាត់បរិភោគរបស់ដែលឆ្អិននោះធ្វើឲ្យគាត់រាកអស់ជាច្រើនហើយទើបគាត់គិតថាគាត់មានអារម្មណ៍ថាគាត់ខ្លាំងបែបនេះនៅពេលដែលគាត់ខ្លាំងហើយគាត់មានបំណងតែមួយគត់នោះគឺត្រូវតែសងសឹកសៃតាម៉ារឿង One Punch Man Season ទី 3 វគ្គទី 2 ក៏មកដល់ទីបញ្ចប់ជាចុងក្រោយសូមអ្នកទាំងអស់គ្នាជួយបើក Subscribe និងបើករូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីយើងទាំងអស់គ្នា